ព្រះរាជាណាចក្រកម្ពុជាបានប្រារព្ធទិវាបុណ្យឯករាជ្យជាតិ9វិច្ឆិកាខួបលើកទី72ដើម្បីរំលឹកអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋដែលព្រះអង្គបានលះបង់អស់ព្រះកាយពលនិងព្រះបញ្ញាញាណដ៏ឃ្លាវខ្លាធ្វើការតស៊ូទាមទារឯករាជ្យបូរណភាពទឹកដីអធិបតេយ្យភាពជាតិពីអាណានិគមបារាំងជូនមាតុភូមិនិងប្រជារាស្ត្រខ្មែរវិញពិធីនេះបានប្រព្រឹត្តទៅយ៉ាងមហោឡារិកនៅព្រឹកថ្ងៃទី9ខែវិច្ឆិកាឆ្នាំ2025នៅវិមានឯករាជ្យរាជធានីភ្នំពេញក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាព្រះអង្គម្ចាស់នរោត្តមចក្រាវុធព្រះញាតិវង្សានុវង្សនិងអ្នករាជានិយមសុទ្ធតែបានសម្ដែងប្រតិយនិងអារម្មណ៍អបអរសាទរយ៉ាងឃ្លាវខ្លាគណៈបកហ៊ុនស៊ិនប៉ិចសូមលើកយកនៅឯកសារគណៈបករាជានិយមហ៊ុនស៊ិនប៉ិចបានចាក់ផ្សាយជាបន្តបន្ទាប់នៅឯកសារព្រះរាជាវប្រវត្តិនិងព្រះរាជកិច្ចដ៏ឧត្តមឧត្តមរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋប្រគេនថ្វាយជូនបងប្អូនជនរួមជាតិដើម្បីសម្ដែងនៅកតញ្ញូតាធម៌រំលឹកដឹងព្រះមហាករុណាธิគុណមិនអាចកាត់ថ្លៃបានចំពោះការបូជាអស់ព្រះកាយពលព្រះបញ្ញាញាណជំនះគ្រប់ឧបសគ្គរបស់ព្រះអង្គដើម្បីនាំមកនូវឯករាជ្យជាតិសន្តិភាពការផ្សះផ្សាបង្រួបបង្រួមជាតិនិងភាពចម្រុងចម្រើនដល់ប្រជារាស្ត្រខ្មែរនិងមាតុភូមិកម្ពុជាជាពិធីផ្ទេរអំណាចយោធាពីសាធារណរដ្ឋបារាំងមកព្រះរាជាណាចក្រកម្ពុជានេះជាខួបទី10នៃឯករាជ្យជាតិដែលដណ្ដើមបានមកវិញដោយប្រជារាស្ត្ររួមដៃយ៉ាងផ្ដួលផ្ដាច់ជាមួយនឹងព្រះមហាក្សត្រជាទីគោរពសក្ការៈរបស់ខ្លួនទិវាឯករាជ្យជាតិ9វិច្ឆិកាខួបលើកទី72នេះបានប្រារព្ធឡើងយ៉ាងមហោឡារិកក្រោមព្រះរាជាធិបតីភាពដ៏គំខ្ពស់របស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងមានការចូលរួមពីឥស្សរជនខ្មែរគ្រប់លំដាប់ថ្នាក់ក្នុងនោះក៏មានថ្នាក់ដឹកនាំជាន់ខ្ពស់របស់គណៈបករាជានិយមហ៊ុនស៊ិនប៉ិចពីស្ថាប័នរដ្ឋសភាព្រឹទ្ធសភានិងស្ថាប័នរដ្ឋឯទៀតព្រមទាំងមានភ្ញៀវជាតិនិងអន្តរជាតិមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធយុវជនយុវតីសិស្សានុសិស្សនិងមហាជនយ៉ាងកុះករនៅក្នុងឱកាសនេះគេបានឃើញបណ្ដាប្រទេសធំមួយចំនួនបានចូលមកថ្លែងសារអបអរសាទរក្នុងនោះមានដូចជាប្រទេសបារាំងចក្រភពអង់គ្លេសសហរដ្ឋអាមេរិកអាល្លឺម៉ង់ប្រទេសវៀតណាមជាដើមដោយចាត់ទុកថាទិវារំលឹកខួបអនុស្សាវរីយ៍បុណ្យឯករាជ្យជាតិនេះប្រកបដោយអត្ថន័យនិងជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏សំខាន់របស់ប្រទេសកម្ពុជា